បាទលើបងប្អូនកំពុងតែមានអារម្មណ៍ចង់ផ្ដាសាយឈឺក្បាលស្រួលខ្លួនឲ្យតែបានញ៉ាំបបរគ្រឿងមន់ស្រែដែលយើងធ្វើក្តៅក្តៅហុយហុយនេះហើយធានាថាជាដាច់ភ្លាមនឹងមានកម្លាំងពេញបុកវិញតែម្ដងសម្រាប់ការធ្វើបបរគ្រឿងថ្ងៃនេះខ្ញុំមានផ្សិតចំនួន2មុខមានផ្សិតក្រៀមនិងផ្សិតច្បើខ្ញុំដាក់ត្រាំទឹកវាដើម្បីឲ្យអស់ជាតិដីបន្តមកទៀតខ្ញុំមកហាន់ល្ខ្ទឹមមួយជីអាណាទុកបងលើបបររត់នេះខ្ញុំហាន់បងនៅក្នុងបបរដើម្បីឲ្យបបរយើងវាមានជាតិមន់ថ្ងៃនេះខ្ញុំទិញបានល្អណាស់បងប្អូនមន់សើខ្លាញ់យកមកធ្វើបបរគ្រឿងឆ្ងាញ់អស់ស្ទែបន្តមកទៀតខ្ញុំដាក់ឆ្នាំងដាំប្រេងឲ្យក្តៅដើម្បីបំពងខ្ទឹមសយើងឲ្យឡើងឈ្ងុយខ្ទឹមសនេះខ្ញុំបំពងដាក់នៅលើបបរសផងនឹងយកមកឆាមួយអង្គផងបបរគ្រឿងបើបានយកអង្គទៅឆាចេះវាឆ្ងាញ់ជាងយើងបងអង្គស្រស់ចូលទៅក្នុងទឹកបបរតបពីយើងបានឆាអង្គឲ្យហើយរួចរាល់ហើយយើងដាក់ឆ្នាំងថ្មីមួយទៀតដាំទឹកឲ្យក្តៅដាក់សាច់មាន់ការ៉ុតហើយប៊ីហើយយើងបន្ថែមគល់ខ្ទឹមនិងផ្សិតក្រៀមចូលហើយយើងដាំវាចោលប្រហែលកន្លះម៉ោងដើម្បីឲ្យវាចេញជាតិតបពីទឹកស៊ុបបបរនឹងបានចេញជាតិល្អហើយខ្ញុំចាប់ផ្ដើមដាក់អង្គដែលយើងឆានឹងចូលមកហើយជាចុងក្រោយយើងបងផ្សិតច្បើងយើងចូលមកមុននឹងយើងបងគ្រឿងផ្សំបន្ថែមទៀតបបរគ្រឿងមាន់ស្រែនេះគឺងាយស្រួលធ្វើខ្លាំងមែនទែនធ្វើតែមួយផ្លេតអីហ្នឹងអាចយកមកញ៉ាំបានហើយជាចុងក្រោយខ្ញុំបន្ថែមម្សៅស៊ុបចំនួន1ល្ព្រាបាយទឹកត្រីនិងអំបិលបន្តិចតបពីយើងបងគ្រឿងហើយយើងងាស់វាចោលប្រហែល10នាទីទៀតទៅឥឡូវខ្ញុំងាកមកលាងចានបន្តិចសិនលាងចានណាខ្ញុំមិនដឹងទេតែរាល់ថ្ងៃនេះខ្ញុំប្រើសាប៊ូស្អាតជាប្រចាំសារមានរូបមន្តនៅបច្ចេកវិទ្យាមកពីប្រទេសកូរ៉េកម្ចាត់បាក់តេរីបានដល់ 99.9% ហើយកម្ចាត់ស្នាមប្រឡាក់និងកំណកខ្លាញ់បានស្អាតខាប់ពពុះច្រើននិងលាងចានបានច្រើនសារមានក្លិនក្រអូបសំចេញពីផ្លែក្រូចឆ្មានិងប្រទាលកតុយកពើប្រើកាន់តែយូរមិនប៉ះពាល់ស្បែកដៃខ្ញុំមិនដឹងថាតែបងប្អូនដូចតែខ្ញុំអត់ទេញ៉ាំបបរគ្រឿងអត់ដែរដាក់សណ្តែកបដោះសោះចូលចិត្តតែដាក់តែសោះហើយខ្ញុំបន្ថែមចាខ្វៃចំនួន1គូនិយាយពីថាជាតិនោះជាតិបើបងប្អូនធ្វើបបរគ្រឿងមន់ស្រែបានមន់ខ្លាញ់ពេញពោះដូចខ្ញុំចេះជាតិផ្ដាំមកឥឡូវមិនងាយទិញបានទេអាមន់ស្រែដែលមានខ្លាញ់ពេញពោះចេះយកមកធ្វើបបរចាប់ជាតិគ្នាតែម្ដងចានពេញបឹមនេះខ្ញុំញ៉ាំតែ5នាទីអស់ហើយអរគុណបងប្អូនទាំងអស់គ្នាបាយបាយ